กับទូក្របគឺជាការសាកល្បងណានៃបទជប់បាញ់គ្នារវាងកម្ពុជានិងថៃផងដែរអញ្ចឹងគឺមានករណីផ្ទុះក្របហ្នឹងប៉ុន្តែចុងក្រោយនៅចំបញ្ចប់នៃថ្ងៃនេះគឺភាគីទាំងពីរបានទទួលយកនៅអ្វីដែលជាការបញ្យលពីខាងភាគីកម្ពុជាហើយដូច្នេះប្រហែលជានឹងមិនគេថាបង្កើនកម្ដៅទៅដល់ធ្ងន់ធ្ងរអ្វីបន្ថែមទៀតនោះទេបាទនេះជាព័ត៌មានទី1ដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដើម្បីចង់ដឹងថាតើសារព័ត៌មានបរទេសគេរាយការណ៍យ៉ាងម៉េចដែរហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាននានាហើយនឹងការចេញសេចក្តីថ្លែងការណ៍របស់ខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាទគឺតាមសេចក្តីរាយការណ៍និងសេចក្តីជូនដំណឹងនានាគឺឲ្យដឹងថាខាងកម្ពុជាបានប្តឹងទៅអង្គការអន្តរជាតិអង្គការសិទ្ធិមនុស្សពីសកម្មភាពវាបំផ្លាញនិងបណ្ដេញពលរដ្ឋកម្ពុជាចេញពីលំនៅឋានដោយទាហានថៃបាទហើយក៏មានបដកម្មតពីខាងថៃមកវិញផងដែរហើយក៏ខ្ញុំនឹងជម្រាបជូនហើយទន្ទឹមនឹងនោះគឺកម្ពុជាក្រសួងការបរទេសរបស់កម្ពុជាក៏បានជម្រាបដល់អង្គទូតបរទេសអំពីស្ថានភាពនាពេលបច្ចុប្បន្ននេះក្រោយពីបទជប់បាញ់គ្នាចូលតើមានរឿងអ្វីកើតឡើងខាងក្រសួងការបរទេសរបស់កម្ពុជាក៏កំពុងបានធ្វើកិច្ចការនេះផងដែរហើយព័ត៌មានទី3នេះគឺតកតងជាមួយនឹងប្រទេសវេណេស៊ុយអេឡាពីព្រោះមានប្រិមិត្តចង់ដឹងច្រើននៅអន្តរជាតិនេះគឺក៏ការចាប់អារម្មណ៍ហ្នឹងក៏ច្រើនដែរទៅលើបញ្ហានេះបាទនៅពេលនេះខ្ញុំសូមជូនជ្រុងមួយនៃគណៈបកមេដឹកនាំបកប្រឆាំងដែលនៅខាងក្រៅប្រទេសបាទដែលកំពុងតែភៀសខ្លួនចេញពីប្រទេសឥឡូវនេះអ្នកស្រីបាទបានសន្យាបញ្ញាបាទថានឹងវិលត្រឡប់ទៅប្រទេសវិញដើម្បីចូលរួមនៅក្នុងការបោះឆ្នោតបាទគឺការអ្វីដែលជាការគួរស្កត់សម្គាល់ប្រិមិត្តស្ដាប់ព័ត៌មាននេះហើយស្ដាប់យើងពិចារណាទាំងអស់គ្នាណាបាទគឺអ្នកស្រីមច្ឆាដាហ្នឹងក៏ជាបច្ចេកវិទ្យារង្វាន់ Nobel សន្តិភាពបាទដែលបានប្រគល់ជូនហើយអ្នកស្រីបញ្ញាថានឹងវិលត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាវិញហើយនឹងចូលរួមការបោះឆ្នោតបាទចូលរួមការបោះឆ្នោតហើយអ្នកស្រីរំពឹងថានឹងបានជោគជ័យបាទនឹងបានជោគជ័យពេលដែលរៀបចំការបោះឆ្នោតត្រឹមត្រូវបាទដូច្នេះនេះគឺជាការវិវត្តនៅខាងប្រទេសវេណេស៊ុយអេឡាដល់ឡែកនៅខាងប្រទេសអ៊ុយក្រែនវិញខាងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក៏មានការព្រួយបារម្ភដែរខ្លាចក្រែងលោកបញ្ហាវេណេស៊ុយអេឡាហ្នឹងតាក់ទាញចំណាប់អារម្មណ៍ផុតពីរឿងបញ្ហាអ៊ុយក្រែនចឹងហើយមានកិច្ចប្រជុំកម្ពុជាមួយក៏នឹងរៀបចំឡើងដើម្បីធានាឲ្យមានការបដិញ្ញាចិត្តបន្ថែមទៀតពីសម្ព័ន្ធមិត្តក្នុងការធ្វើយ៉ាងណាផ្ដល់ការធានាសន្តិសុខទៅដល់អ៊ុយក្រែនក្នុងពេលដែលមានបទជប់បាញ់គ្នាឬក៏មានកិច្ចព្រមព្រៀងសន្តិភាពដែលនៅក្នុងសេចក្តីព្រៀងនៃសេចក្តីថ្លែងការណ៍ឬក៏កិច្ចព្រមព្រៀងនេះគឺមានការដែលនឹងផ្ដល់ជំនួយយោធាជំនួយការទូតជួយទៅដល់ប្រទេសអ៊ុយក្រែនភ្លាមក្នុងករណីដែលប្រទេសរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនជាថ្មីបាទដូច្នេះនេះគឺជាព័ត៌មានដែលសំខាន់ចំនួន4ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងព័ត៌មានពិស្ដារនេះបាទព័ត៌មានពិស្ដារទី1នេះគឺខ្ញុំដកស្រង់ពីសារព័ត៌មាន Bloomberg បាទ Bloomberg គាត់បានរាយការណ៍ខ្ញុំយកមកជូនប្រិយមិត្តទាំងអស់គ្នាបាទចឹងបើយោងតាមសារព័ត៌មាន Bloomberg រាយការណ៍ក៏មិនខុសគ្នាអ្វីដែលប្រិយមិត្តបានដឹងពីក្នុងប្រទេសកម្ពុជាដែរប៉ុន្តែខ្ញុំចង់ជម្រាបជូនដើម្បីឲ្យដឹងថានៅអន្តរជាតិគេមើលឃើញបញ្ហាហ្នឹងយ៉ាងម៉េចបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ឲ្យដឹងថាកងទ័ពថៃបាននិយាយថាគឺប្រទេសកម្ពុជាបានអះអាងថាការវាយប្រហារថ្មីមួយគេប្រាប់ថាការផ្ទុះថ្មីមួយគឺជារឿងការឡើងដោយចៃដន្យនោះទេបាទជារឿងចៃដន្យទេជាឧបទ្ទវហេតុមួយទេបាទក្រោយពីមានទាហានរបស់ថៃម្នាក់បានរងរបួសបាទដោយសារតែមានការវាយប្រហារណានៅក្នុងអត្ថបទនេះគេប្រាប់ពាក្យ mortar attack គឺការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់អញ្ចឹងខ្ញុំបកប្រែទៅតាមអ្វីដែលសារព័ត៌មានអន្តរជាតិបានប្រើណាអញ្ចឹងដូច្នេះប្រិមិត្តស្ដាប់តាមនឹងពិចារណាតាមនឹងដែរណាបាទកុំដាក់ទោសខ្ញុំបាទគឺបានរងរបួសដោយសារការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់បាទនៅក្នុងតំបន់ព
ព្រំដែនដែលមានចំនួនរវាងប្រទេសទាំងពីរក្នុងគណៈពេលដែលកិច្ចព្រមព្រៀងបទជប់បាញ់គ្នាបានចូលជាធរមានតាំងតែពីចុងខែធ្នូកន្លងមកនេះនៅតែបន្តស្ថិតស្ថេរនៅឡើយទេបាទនៅព្រឹកថ្ងៃអង្គារគឺកងកម្លាំងរបស់ថៃនោះគឺបានចោទប្រកាន់បាទបើយោងតាមខាង Bloomberg ក៏ថានៅព្រឹកថ្ងៃអង្គារកងកម្លាំងរបស់ថៃកម្លាំងយោធារបស់ថៃបានចោទប្រកាន់កងកម្លាំងយោធារបស់កម្ពុជាថាបានរំលោភទៅលើបទជប់បាញ់គ្នាដែលមានរយៈពេល10ថ្ងៃមកហើយនេះដោយផ្លោងដាក់ខេត្តនៅតំបន់ជាប់ព្រំដែននេះគឺបើតាមខាងភាគីថៃដែលនិយាយហើយសារព័ត៌មានក៏ដកស្រង់មកផ្សាយសារព័ត៌មានបានបន្ថែមថាប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍នាពេលក្រោយមកគឺខាងយោធាថៃបាននិយាយថាភាគីកម្ពុជាបានតាក់ទងមកខាងភាគីថៃហើយបានពន្យល់ហើយថាគឺมันមានចេតនាណាមួយនៅក្នុងការបាញ់ចូលទៅក្នុងទឹកដីរបស់ថៃនោះទេដោយយោធាថៃបន្ថែមថាគ្រោះថ្នាក់នោះគឺបង្កឡើងដោយការធ្វើប្រតិបត្តិការខុសឆ្គងខ្លះដែលនៅខាងភាគីកម្ពុជាដោយយោធាកម្ពុជាបាទនេះគឺជាភាសាដែលខាងថៃនិយាយប្រាប់សារព័ត៌មានណាបាទប្រាប់សារព័ត៌មានក៏ថាគឺជាកំហុសនៅក្នុងប្រតិបត្តិការមួយចំនួនបាទហើយខាងភាគីយោធាថៃនោះក៏បានចោទប្រកាន់កម្ពុជានឹងគឺបាញ់នឹងផងដែរហើយបើយោងតាមខាងភាគីថៃក៏ថាគាត់ពេលភ្លាមហ្នឹងគឺគាត់បានតាក់ទងពីបញ្ហានោះដល់ឡែកនៅខាងភាគីកម្ពុជាវិញបាទដល់ខាងភាគីកម្ពុជានេះការសារព័ត៌មានក៏បានរាយការណ៍ផងដែរគឺថាអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានឹងគឺបានបញ្ជាក់ថាពេលនោះគឺកងកម្លាំងរបស់កម្ពុជាធ្វើការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាស្របពេលជាមួយគ្នានោះគឺក៏មានការផ្ទុះគ្រាប់ចេញពីគំនរសម្រាមណាកម្ពុជាបញ្យល់ថាមានការផ្ទុះចេញពីគំនរសម្រាមហើយបានបណ្ដាលឲ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន2នាក់បើអញ្ចឹងបានន័យថាកម្ពុជាក៏របួសដែរមិនមែនតែខាងថៃនោះទេហើយបច្ចុប្បន្នអ្នកដែលរងរបួសដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅមន្ទីរពេទ្យរួចហើយអ្នកស្រីបន្ថែមថាក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជាថៃបាននឹងកំពុងធ្វើការរួមគ្នាលើករណីនេះហើយក្រុមទំនងនៃប្រទេសទាំងពីរបានសាកសួរនិងផ្ដល់យោបល់និងផ្ដល់ព័ត៌មានដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះបាទអញ្ចឹងនៅក្នុងសារព័ត៌មានខ្ញុំបន្ថែមណានៅក្នុងសារព័ត៌មានថៃវិញក៏បាននិយាយបង្ហាញអំពីលិខិតដែលខាងកម្ពុជាផ្ញើទៅដែរគឺបាទកម្ពុជាក៏បង្ហាញនៅការសោកស្ដាយដែលរឿងនឹងកើតឡើងណាបាទអញ្ចឹងខុសគ្នារវាងសំទោសនិងសោកស្ដាយណាបាទគឺសម្បីថៃនៅសារព័ត៌មានថៃក៏ប្រពាក្យត្រូវដែរពេលនេះគឺគាត់ប្រពាក្យថា regret បាទ regret ហ្នឹងគឺថារឿងហ្នឹងមិនគួរកើតឡើងគឺកើតឡើងអញ្ចឹងកម្ពុជាសោកស្ដាយរឿងហ្នឹងកើតឡើងអញ្ចឹងខុសគ្នាទម្ងន់នៃប្រពាក្យខុសគ្នាពីរឿងសំទោសមកសំទោសគឺយើងមិនយើងខុស regret រឿងដែលកើតឡើងតែយើងសោកស្ដាយមិនគួររឿងកើតឡើងណាអញ្ចឹងខុសគ្នាហើយសារព័ត៌មានថៃប្រពាក្យត្រឹមត្រូវដែរបាទហើយសារព័ត៌មាន Bloomberg បានបន្តទៀតថាក្រសួងការពារជាតិរបស់កម្ពុជានោះគឺបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នោះពន្យល់អស់ហើយអំពីបញ្ហាហ្នឹងហើយនៅក្នុងការវិវត្តមួយផ្សេងទៀតបាទនៅក្នុងការវិវត្តមួយផ្សេងទៀតសារព័ត៌មាន Bloomberg បានពន្យល់ថាក្រសួងការពារជាតិរបស់កម្ពុជាក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃអង្គារនេះដែរថាគឺខាងកម្ពុជាបានស្នើឲ្យមានកិច្ចប្រជុំទ្វេភាគីមួយទៀតពាក់ព័ន្ធជាមួយនឹងរឿងបញ្ហាព្រំដែនជាមួយនឹងសមាភាគីថៃបាទហើយចង់ឲ្យរៀបចំនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជានៅក្នុងខែនេះបាទហើយដោយឡែកខាងបាងកកវិញក៏បានឆ្លើយថាគឺកិច្ចប្រជុំហ្នឹងគឺពិភាក្សាអំពីការវាស់វែងព្រំដែនអីហ្នឹងហើយនឹងការកំណត់ព្រំដែនហ្នឹងគឺត្រូវរងចាំបាទរៀបចំប្រជុំនោះដោយរដ្ឋាភិបាលបន្ទាប់រដ្ឋាភិបាលថ្មីរបស់ថៃទៅដោយរដ្ឋាភិបាលនោះនឹងកើតមានឡើងក្រោយពីការបោះឆ្នោតនៅខែកុម្ភៈឆ្នាំនេះគឺថ្ងៃទី
8បាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ដែលបានរាយការណ៍ឲ្យដឹងអញ្ចឹងបានន័យថាបើយើងសុំមតិក្រៅបន្តិចបើមើលតាមកន្លែងនេះគឺបានន័យថាថៃខ្ចីបាទថៃខ្ចីដីកម្ពុជាហ្នឹងបាទដើម្បីធ្វើការឃោសនានយោបាយរបស់ខ្លួនសិនហើយបាទដើម្បីចង់ដឹងថាតើបាទមានការគ្រប់គ្រងគណៈបកដែលយោធានិយមហ្នឹងបាទនិយមយោធាឬក៏យោធានិយមហ្នឹងកម្រិតណាហ្នឹងបើនេះជាមតិរបស់ខ្ញុំផ្ទាល់ទេណាបាទគាត់ពជាពេលបាទគាត់ប្រើប្រាស់តាក់ទិចពជាពេលដើម្បីយករឿងខ្មែរហ្នឹងទៅបាទទៅឃោសនាក្នុងការបោះឆ្នោតរបស់គាត់សិនបាទហើយចាំចប់ការបោះឆ្នោតហ្នឹងរដ្ឋាភិបាលថ្មីហ្នឹងនិយាយយ៉ាងម៉េចដកទ័ពដកទាញយ៉ាងម៉េចឬក៏កំណត់ព្រំដែនវាស់វែងទៅយ៉ាងម៉េចគឺចាំរដ្ឋាភិបាលថ្មីសិនបាទហ្នឹងគឺជាការដោះសារពីខាងប្រទេសថៃប៉ុន្តែរឿងខាងកម្ពុជាគាត់ព្រមទទួលបណ្ណាឬក៏យ៉ាងម៉េចយើងត្រូវរងចាំមើលដែរខ្ញុំក៏អត់មានកញ្ចក់ទឹកដើម្បីមើលឃើញដែរគ្រាន់តែការវិវត្តសភាពការដោយដែលខ្ញុំបានជម្រាបជូនម្សិលមិញអញ្ចឹងគឺកម្ពុជាមានគ្រប់ហេតុផលទាំងអស់ដែលអាចនឹងបាទចាត់ការទៅលើខាងផ្លូវច្បាប់ក៏បានផ្លូវយោធាក៏បានហើយពីព្រោះទង្វើរបស់ថៃនឹងគឺមានលក្ខណៈផ្កើនដែលកម្ពុជាអាចនឹងមានហេតុផលគ្រប់គ្រាន់ទាំងអស់ក្នុងការចាត់វិធានការយ៉ាងណាក៏បានដែរប៉ុន្តែសំខាន់កម្ពុជាគាត់មិនចាត់វិធានការដោយសារតែអនុវត្តគោលនយោបាយការទូតឬក៏រក្សាការអត់ធ្មត់យ៉ាងម៉េចអាហ្នឹងបាទក៏ខ្ញុំអត់ដឹងដែរតែខ្ញុំឃើញមើលខាងកម្ពុជានៅរក្សាការអត់ធ្មត់នៅឡើយហើយអ្វីដែលខ្ញុំបារម្ភណាប្រិមិត្តបានសួរមុនហ្នឹងគឺអ្វីដែលខ្ញុំបារម្ភគឺបាទគឺខ្លាចកម្ពុជាអត់ការអត់ធ្មត់ទៅក៏យើងនឹងមានរឿងរ៉ាវអ្វីទៀតដែលมันគួរជាទីបាទដែលជាទីមិនល្អសម្រាប់ប្រទេសយើងទាំងពីរយ៉ាងដែរអញ្ចឹងណាបាទហ្នឹងអាហ្នឹងគឺជារឿងដែលកំពុងតែកើតមានឡើងបាទអញ្ចឹងសូមចូលដល់ព័ត៌មានទី2នៅក្នុងព័ត៌មានទី2នេះខ្ញុំដាក់រូបលោកកៅរីមីក៏ប៉ុន្តែសូមចាប់ផ្ដើមទៅដោយខាងក្រសួងការបរទេសបាទក្រសួងការបរទេសរបស់កម្ពុជាបើតាមការជួលដំណឹងឲ្យដឹងថានៅការជួលដំណឹងនៅថ្ងៃនេះគឺបានឲ្យដឹងថានៅរសៀលណារសៀលថ្ងៃទី6ខែមករាហ្នឹងគឺបានន័យថាមុននេះបន្តិចណាមុននេះបន្តិចនៅថ្ងៃហ្នឹងតែម្ដងព័ត៌មានក្តៅគឺខាងក្រសួងការបរទេសរបស់កម្ពុជាគឺមានលោកប្រាក់សុខុនតែម្ដងដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជានឹងគាត់បានធ្វើបទបង្ហាញមួយផងដែរដើម្បីជម្រាបជូនទៅដល់សមាជិកអង្គទូតបរទេសនិងអង្គការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជាអំពីការវិវត្តថ្មីនៃស្ថានភាពចំនួនព្រំដែនកម្ពុជាថៃបាទដែលបានរៀបចំនៅក្រសួងការបរទេសរបស់កម្ពុជាអញ្ចឹងទៅលើជ្រុងនៃការទូតគឺកម្ពុជាក៏បានធ្វើកិច្ចការរឿងនេះដើម្បីជម្រាបទៅសារទូតបរទេសផងដែរបាទអញ្ចឹងនេះគឺប្រិមត្តបានរៀនសូត្រមួយវគ្គទៀតហើយថានៅពេលដែលរឿងបែបនេះកើតឡើងគឺជាការសំខាន់ណាស់ទាំងខាងវិស័យយោធាទាំងខាងវិស័យការទូតប្រៀបដូចជាស្លាបទាំងសងខាងអញ្ចឹងបាទដូចថាការទូតស្លាបស្ដាំយោធាស្លាបឆ្វេងឬក៏យោធាស្លាបស្ដាំឬក៏ការទូតស្លាបឆ្វេងហ្នឹងស៊ីសងទៅលើការឲ្យតម្លៃទេបាទมันមានទម្ងន់មួយណាជាងមួយណានៃស៊ីសងទៅលើមេដឹកនាំអញ្ចឹងបើយើងចង់ថាយោធាខ្លាំងជាងការទូតក៏មិនបានដែរអានឹងវាស៊ីសងទៅលើការប្រើប្រាស់អញ្ចឹងគាត់ថាខ្ញុំជម្រាបជូនឲ្យប្រិមត្តដឹងគឺថានៅពេលដែលមានរឿងកើតឡើងអញ្ចឹងគឺពីរហ្នឹងគឺជាដៃឆ្វេងដៃស្ដាំបាទឬក៏ស្លាប់ឆ្វេងស្លាប់ស្ដាំហ្នឹងដែរมันអាចខ្វះបានមួយទេបើយើងប្រើតែយោធាដែលខ្វះការទូតហ្នឹងក៏ដូចជាយកដៃមួយចំហៀងឬក៏ស្លាបមួយចំហៀងបក់ហ្នឹងក៏វាទៅមុខមិនល្អដែរអញ្ចឹងចាំមកកន្លែងហ្នឹងឲ្យច្បាស់មែនតើគឺស្លាប់ទាំងពីរហ្នឹងបើថាហោះទន្ទឹមគ្នាកាន់តែទៅលឿនល្អបាទទៅលឿនល្អបាទនេះគឺជាអ្វីដែលជ្រុងខាងការទូតណាបាទមុននឹងព័ត៌មានទី1ខ្ញុំជម្រាបពីជ្រុងខាងយោធាបាទយោធាកម្ពុជាក៏នៅត្រៀមហើយខាងការទូតកម្ពុជាក៏បានជម្រាបទៅដល់អង្គទូតបរទេសនានាអង្គការអន្តរជាតិនានាដែរហើយទន្ទឹមនឹងហ្នឹងគឺខាងបាទគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាទគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលខ្ញុំដាក់រូបនេះគឺលោកកៅរេមីដែលជាប្រធានហ្នឹងគាត់ក៏បានដាក់ពាក្យបណ្ដឹងបាទទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាទទាមទារឲ្យចាត់វិធានការយ៉ាងឆាប់រហ័សនិងមើងម៉ាត់ដែរចំពោះរឿងដែលបាទថៃ
រំលោភចូលមកក្នុងភូមិឋានរបស់ប្រជាជនកម្ពុជាបណ្ដេញប្រជាជនកម្ពុជាហើយនឹងបំផ្លាញផ្ទះសម្បែងហើយយកទ្រព្យសម្បត្តិរបស់កម្ពុជាហ្នឹងគឺទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទៀតមកហើយគឺធ្វើឡើងដោយបង្ខំដោយយោធារបស់ថៃមកអញ្ចឹងគឺកម្ពុជាបានប្រឹងផ្ដាល់អំពីបញ្ហាហ្នឹងផងដែរហើយខ្ញុំសូមមិនចូលលម្អិតទេព្រោះប្រិមិត្តប្រហែលជាបានឃើញហើយវីដេអូដែលខាងថៃគាត់ថតខ្លួនឯងបង្ហោះខ្លួនឯងបាទកម្ពុជាមិនបានថតទេកម្ពុជាគឺយើងទទួលបានតែពីខាងថៃមកវិញគឺគាត់ថតខ្លួនឯងបង្ហោះខ្លួនឯងទាហានថៃនឹងខ្លួនឯងនិយាយភាសាមើលខ្លះមិនបាទមិនសមទំនងទេបាទនិយាយត្រង់គឺបាទឃើញទាំងធ្វើខ្លះដោយកូនក្មេងចឹងបាទដោយកូនក្មេងចឹងខ្ញុំមើលឃើញទៅដូចជាមានហក់ធាក់ហក់អីរបៀបចេញមកអត់មានអាជីពមកអាជីពមកបាទអញ្ចឹងគឺឃើញខ្លួនឯងឥឡូវកម្ពុជាប្តឹងពីបញ្ហាហ្នឹងថាជាការមួយរំលោភច្បាប់ប៉ះពាល់ទៅដល់សិទ្ធិរស់រានសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជាហ្នឹងបាទនេះគឺជាអ្វីដែលយើងឃើញទាំងអស់គ្នាចោះតើភាគីថៃវិញឆ្លើយតបយ៉ាងម៉េចបាទភាគីថៃក៏ឆ្លើយតបដែរបាទអញ្ចឹងតើប្រិមិត្តស្ដាប់មើលតើប្រតិកម្មរបស់គាត់ឆ្លើយតបយ៉ាងម៉េចចំពោះហេតុការណ៍ហ្នឹងអញ្ចឹងខ្ញុំសូមដកស្រង់ពីប្រតិកម្មរបស់ខាងថៃហ្នឹងមកជម្រាបផងដែរបាទគឺខាងអ្នកនាំពាក្យយោធារបស់ថៃបាទគឺលោកវិនថៃស៊ូបារីបាទគាត់បាននិយាយថាគឺតាមរយៈសេចក្តីថ្លែងការណ៍របស់គាត់ចុះថ្ងៃទី6ខែមករាហ្នឹងបាទ6មករាឆ្នាំ2026ហ្នឹងគាត់អះអាងថាអ្វីដែលកម្ពុជាដាក់ប្តឹងគឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ប្តឹងហ្នឹងគឺជារឿងមួយធ្វើឲ្យមានការយល់ច្រឡំជាសាធារណៈបាទហើយបានបញ្ជាក់ថាប្រតិបត្តិការយោធាដែលថៃធ្វើហ្នឹងគឺស្ថិតនៅក្នុងគេថាកម្រិតមួយសន្តិសុខរបស់ថៃយ៉ាងតឹងរ៉ឹងហើយគោរពទៅតាមច្បាប់អន្តរជាតិដែលអនុវត្តតែទៅលើសំណង់ដែលចូលមកក្នុងទឹកដីថៃដោយខុសច្បាប់តែប៉ុណ្ណោះហើយលោកវិនថៃហ្នឹងបានបញ្ជាក់ថាបន្ថែមថាការដែលវាចោលអគារនានាហ្នឹងគឺគាត់ចាត់ទុកថាជាអគារខុសច្បាប់ទេបាទអគារខុសច្បាប់ដែលធ្វើនេះដើម្បីដែលទាហានថៃធ្វើនេះគឺដើម្បីបង្ការមិនឲ្យប្រើប្រាស់កន្លែងហ្នឹងសម្រាប់គោលដៅយោធាបន្តទៀតដែលជាការគម្រាមកំហែងទៅដល់សន្តិសុខរបស់ជាតិរបស់ថៃបាទនេះគឺគាត់ការពារអញ្ចឹងគាត់ថាហ្នឹងគឺជារឿងមួយដែលអនុវត្តតាមច្បាប់ទេបាទបំផ្លាញសំណង់ហ្នឹងគឺមិនឲ្យប្រើប្រាស់នៅពេលអនាគតទៀតបានហើយតកតងជាមួយនឹងការលួចសម្ភារៈលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋរបស់កម្ពុជាហ្នឹងគឺខាងភាគីថៃហ្នឹងគាត់បាននិយាយថាគឺមិនមែនលួចទេបាទគ្រាន់តែជាការប្រមូលមករក្សាទុកឲ្យមានសុវត្ថិភាពបាទដើម្បីមិនមែនជាការយកមកប្រើសម្រាប់ផ្ទាល់ខ្លួនរបស់ទាហានទាំងអស់នោះទេហើយបាននិយាយថាគឺអ្វីដែលថៃធ្វើនោះគឺស្របទៅតាមច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់តែម្ដងបាទនេះបើយើងតាមសារព័ត៌មានថៃមួយចំនួនបានរាយការណ៍ក៏បានឲ្យដឹងដែរថាខាងថៃហ្នឹងគាត់ថែមទាំងនិយាយថាបើមានម្ចាស់មានប្លង់មានបានកម្មសិទ្ធិអីតាមទៅទៀមទាវិញគាត់នឹងបកគលឲ្យវិញបាទគាត់ថែមទាំងនិយាយអញ្ចឹងបាទនេះគឺជាការបកស្រាយពីខាងភាគីថៃណាតើប្រិមិត្តទទួលជឿបានប៉ុណ្ណាអានឹងពិចារណាខ្លួនឯងបាទសម្រាប់ខ្ញុំដូចខ្ញុំបាននិយាយពីខាងដើមហើយគឺខ្ញុំមើលមកគឺលក្ខណៈនៃការធ្វើនឹងវាមិនស័ក្តិសមជាទាហានអាជីពទេបាទអញ្ចឹងខ្ញុំនឹងធ្វើคลิปមួយផងដែរនៅពេលទៅនេះបាទបញ្ជូនទៅដល់ AOT ថៃហ្មង AOT ថៃអញ្ចឹងប្រិមិត្តណាដែលចេះអង់គ្លេសឬក៏ចូល Google អង់គ្លេសអី AI អង់គ្លេសហ្នឹងយកអាคลิปហ្នឹងដាក់ជាអង់គ្លេសទៅបញ្ជូនទៅឲ្យខាង AOT ថៃដែលប្រធាន AOT ថៃលើកមុននោះគាត់ចេញមកដំបូងគាត់សរសើរថាទាហានថៃទាហាន professional ណាយើងសួរថាវិញ is this what a professional soldier would behave during after the war after the fighting អីចឹងទៅបាទនេះគាត់ជាកំណត់មួយប៉ុន្តែបើមិន
យើងមិនចង់អុចអាលឲ្យមានការកំហឹងអីបន្ថែមទៀតក៏មិនបាច់ធ្វើក៏បានដែរគាត់ថាខ្ញុំថាជាគំនិតមួយគាត់ថាជាលើកឡើងមកអញ្ចឹងបាទពីព្រោះដើម្បីឲ្យដឹងបាទយើងមិនបាច់ឌឺគាត់ក៏បានឬក៏យើងនិយាយថាទង្វើបែបនេះមិនមែនជាទាហានអាជីពអីទេបាទអញ្ចឹងដូច្នេះខាងអន្តរជាតិហ្នឹងក៏គេមើលឃើញដែរបាទ AOT ហ្នឹងក៏មើលឃើញដែរប៉ុន្តែគាត់ថាបើយើងធ្វើគាត់នឹងបញ្ជាក់ក្នុងន័យថាយើងឃើញទង្វើបែបនេះជាទង្វើមួយវាមិនស័ក្តិសមបាទវាអាក្រក់មើលណាស់បាទអញ្ចឹងអន្តរជាតិគេនឹងមើលឃើញហើយបាទគេនឹងមើលឃើញនៅអ្វីហ្នឹងគឺថៃគាត់បំផ្លាញខ្លួនឯងគាត់ដោយខ្លួនឯងគាត់ទេបាទខ្ញុំឲ្យយោបល់និយាយជាកំណត់របស់ខ្ញុំមិនមែនជាការមួយជំរុញឲ្យធ្វើអីបន្ថែមទេគាត់ថាជាកំណត់បើធ្វើអាចធ្វើបែបហ្នឹងបានគឺឲ្យដឹងថាអ្វីដែលទាហានថៃធ្វើហ្នឹងគឺមិនមែនជាលក្ខណៈទាហានអាជីពដោយដែលបាទ AOT ធ្លាប់សរសើរក្នុងពេលកន្លងមកនោះទេបាទ AOT ថៃណាធ្លាប់សរសើរថាទាហានថៃអាជីពហ្នឹងបាទមិនមែនទេជាឃើញទង្វើបែបអស់នេះហើយបាទនេះគឺជាព័ត៌មានទី2បាទព័ត៌មានទី2ហើយព័ត៌មានទី3វិញបាទឥឡូវនេះរឿងក្តៅកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីខាងអន្តរជាតិផងដែរគឺរឿងនៅប្រទេសវេណេស៊ុយអេឡាចឹងខ្ញុំសូមជូនព័ត៌មានទី3នេះគឺតកតនឹងអ្វីដែលខាងមេដឹកនាំគណៈបកប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយអេឡាគឺអ្នកស្រី Maria Corina Machado ដែលជាមេដឹកនាំនៃគណៈបកប្រឆាំងដ៏ធំនៅក្នុងប្រទេសវេណេស៊ុយអេឡាហ្នឹងគឺនៅថ្ងៃនេះអ្នកស្រីបានបដិញ្ញាថានឹងវិលត្រឡប់ទៅប្រទេសវិញនៅក្នុងពេលឆាប់ខាងមុខនេះហើយទន្ទឹមនឹងនោះអ្នកស្រីបានសរសើរលោកប្រធានាធិបតី Donald Trump ដែលបានដកលោក Nicolas Maduro ចេញពីអំណាចហើយបានប្រកាសថាគណៈបករបស់អ្នកស្រីនឹងឬក៏ចលនារបស់អ្នកស្រីនឹងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបោះឆ្នោតហើយរំពឹងថានឹងឈ្នះការបោះឆ្នោតប្រសិនបើការបោះឆ្នោតនឹងរៀបចំដោយសេរីនិងត្រឹមត្រូវបាទក៏ប៉ុន្តែដោយដែលខ្ញុំបានជម្រាបពីខាងដើមនឹងសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានរាយការណ៍ហើយគឺលោកប្រធានាធិបតី Donald Trump នៅពេលដែលធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យពេលព្រឹកថ្ងៃអាទិត្យហ្នឹងបាទលោកបែរជាហាក់ដូចជាបាទព្រឹកថ្ងៃសៅរ៍លោកហាក់ដូចជាដកខ្លួនរបស់លោកចេញពីអ្នកស្រីបាទប្រធានគណៈបកប្រឆាំងហ្នឹងដោយបង្ហាញថាលោកនឹងធ្វើការជាមួយនឹងប្រធានាធិបតីបណ្ដោះអាសន្នបាទគឺលោកស្រី Delcy Rodriguez ដែលពេលនេះបានស្បត់ចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នសិនហើយលោកថានឹងធ្វើការជាមួយលោកស្រីប្រធានាធិបតីថ្មីហ្នឹងដែលជារឿងមួយដែលអាចជាការមួយធ្វើឲ្យខកចិត្តផងដែរទៅដល់មេដឹកនាំគណៈបកប្រឆាំងដែលកំពុងតែនិរទេសខ្លួននៅខាងក្រៅប្រទេសហើយចំហរបស់លោកប្រធានាធិបតី Donald Trump នេះគឺក៏រងការរិះគន់ផងដែរបាទមិនមែនថារួចខ្លួនទេគឺរងការរិះគន់ពីសមាជិកសភារបស់សហរដ្ឋអាមេរិកមកពីគណៈបកប្រជាធិបតេយ្យដែលបានរិះគន់លោកប្រធានាធិបតីថាមិនគួរណានិយាយភ្លាមអញ្ចឹងទេគឺត្រូវទុកឱកាសឲ្យមានការរៀបចំការបោះឆ្នោតបាទក៏ប៉ុន្តែបើយើងជាអ្នកដឹកនាំរដ្ឋបាលមួយក៏ជារឿងមួយដែលត្រូវយកយល់ដែរពីព្រោះអីគឺអាមេរិកត្រូវការធ្វើយ៉ាងណារក្សាកុំឲ្យចាថានៅចន្លោះអត់មានមេដឹកនាំហ្នឹងគឺមានរឿងអ្វីកើតឡើងមានជនឱកាសនិយមឆ្លៀតយកឱកាសហ្នឹងគឺដើម្បីបង្កចលាចលអញ្ចឹងបានជាលោកត្រាំត្រូវតែនិយាយបែបហ្នឹងបាទអញ្ចឹងឥឡូវអ្នកស្រីប្រធានគណៈបកប្រឆាំងបាទគឺយើងបានដែរគាត់ជាជ័យលាភីរង្វាន់ Nobel សន្តិភាពផងណាបាទរង្វាន់ Nobel សន្តិភាពផងដែរគាត់បានភៀសខ្លួនចេញពីប្រទេសវេណេស៊ុយអេឡាតាំងពីខែ10ដើម្បីមកទទួលរង្វាន់ Nobel សន្តិភាពហ្នឹងហើយទៅបានគេតាមរកចាប់ខ្លួននៅក្នុងប្រទេសរកចាប់ខ្លួនមិនអាចវិលចូលវិញបានទេប៉ុន្តែអ្នកស្រីថាបើសិនជាអ្នកស្រីអាចចូលវិញបានគឺឱកាសនៃការឈ្នះឆ្នោតហ្នឹងគឺ90%បាទ90%នៃស្លឹកឆ្នោតគឺនឹងបោះឲ្យអ្នកស្រីតែម្ដងហើយអ្នកស្រីបានរំពឹងថានឹងមានការបោះឆ្នោតឆាប់នៅពេលខាងមុខនេះបាទគឺក៏ប៉ុន្តែមានការលើកឡើងថារៀបចំការបោះឆ្នោតក្នុងរយៈពេល30ថ្ងៃ
ដើម្បីរើសរដ្ឋាភិបាលថ្មីអញ្ចឹងទៅអ្នកស្រីថា30ថ្ងៃហ្នឹងធ្វើមិនបានទេបាទអញ្ចឹងឃើញយើងមើលការវិវត្តបែបនេះហើយខ្ញុំក៏មិនថាកិច្ចវេះមិនឆ្លើយដែរគឺមានប្រជាពលរដ្ឋមួយចំនួនបាទមានប្រិមិត្តមួយចំនួនខិតខំជួយព្យាយាមភ្ជាប់បញ្ហាពីរហ្នឹងរវាងកម្ពុជាហើយនឹងជាមួយនឹងវេណេស៊ុយឡាហ្នឹងបាទរឿងពីរខុសគ្នាបាទរឿងពីរខុសគ្នាដោយដែលខ្ញុំបានបញ្ជាក់នៅមុនកម្មវិធីនេះចាប់ផ្ដើមអញ្ចឹងគឺបាទឥឡូវយើងមើលស្ដាប់សម្ដីរបស់មេដឹកនាំបពប្រឆាំងហ្នឹងគឺចំណុចទី1បាទការពិតនៅក្នុងការបោះឆ្នោតកន្លងមកគឺគាត់ឈ្នះមែនគាត់ឈ្នះច្រើនតាមលទ្ធផលបាទមិនមែនគាត់ទេគឺបេក្ខជនមួយទៀតពីព្រោះគាត់គេហាមមិនឲ្យចូលឈ្មោះណាប៉ុន្តែគណៈបករបស់គាត់ឈ្នះមែនក៏ប៉ុន្តែខាងគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅវេណេស៊ុយឡាហ្នឹងគឺមិនប្រកាសឲ្យគណៈបកប្រឆាំងឈ្នះទេហើយមិនទាំងបង្ហាញលទ្ធផលផងបែរជាប្រកាសឲ្យលោកម៉ាឌូរ៉ូនឹងឈ្នះបាទអញ្ចឹងសម្រាប់សហរដ្ឋអាមេរិកគឺអត់ទទួលស្គាល់រដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូនឹងតាំងពីដើមមកមិនទើបដែលទទួលស្គាល់ថាលោកម៉ាឌូរ៉ូនឹងជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយឡាស្របច្បាប់នោះទេបាទបើរដ្ឋបាលលោក Biden វិញបាទគឺថែមទាំងទទួលស្គាល់មេបកប្រឆាំងថាជាប្រធានាធិបតីស្របច្បាប់ទៀតបាទក្នុងពេលកន្លងមកនេះប៉ុន្តែបែរជាមិនចាត់ការអ្វីដោយដែលលោក Donald Trump បានធ្វើនេះទេអានេះជាចំណុចទី1ហើយចំណុចទី2គឺខាងគណៈបកប្រឆាំងនៅក្នុងវេណេស៊ុយឡាគឺគាត់បាទមានភាពថ្លៃថ្នូរបាទគាត់ធ្វើការងារត្រឹមត្រូវរហូតដល់មានអន្តរជាតិទទួលស្គាល់បានរង្វាន់ Nobel សន្តិភាពណា Nobel សន្តិភាពអញ្ចឹងបានន័យថាការអនុវត្តរបស់គាត់គឺបាទតាមគន្លងនៃប្រជាធិបតេយ្យរហូតដល់មានការទទួលស្គាល់បាទមិនបានយកប្រជាធិបតេយ្យធ្វើជារឿងឡប់ឡាយទេណាបាទហើយទី3គឺសូម្បីតែមុននេះបន្តិចសម្ដីរបស់អ្នកស្រីគាត់និយាយបាទគាត់បាននិយាយរបៀបជាអ្នកប្រជាធិបតេយ្យរបស់គាត់មែនបាទគាត់ថាបាទត្រឡប់ទៅវិញគឺគាត់ព្រមរៀបចំការបោះឆ្នោតមួយសារទៀតបាទហើយប៉ុន្តែគាត់មានក្តីសង្ឃឹមថាគាត់នឹងឈ្នះឆ្នោតបាទអញ្ចឹងទៅបាទហើយរឿងតកតងនឹងកម្ពុជានិងថៃនឹងវេណេស៊ុយឡានោះផងដែរគឺនៅក្នុងប្រទេសវេណេស៊ុយឡាហ្នឹងគឺពេលដែលសហរដ្ឋអាមេរិកមើលឃើញអំពីបញ្ហាអ្វីបាននិយាយមកគឺខាងម៉ាឌូរ៉ូនោះគាត់មិនស្ដាប់តាមទេគាត់ថែមទាំងផ្កើនឲ្យសហរដ្ឋអាមេរិកបាទមានរឿងច្រើនបាទហើយថ្នាំញៀនបាទហូរចូលសហរដ្ឋអាមេរិកដែលសម្រាប់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកនេះវាជារឿងពិតមែនបាទជារឿងមួយឆ្នាំស្លាប់ជាច្រើនបាទដែលសហរដ្ឋអាមេរិកសូមឲ្យដោះស្រាយប៉ុន្តែមិនបានដោះស្រាយទេប្រទេសមួយចំនួនទៀតក៏ហាក់ដូចជានៅយឺតយ៉ាវបាទអញ្ចឹងដែលឡែកក្នុងករណីប្រទេសកម្ពុជាទោះបីជាក្នុងពេលកន្លងមកគឺសហរដ្ឋអាមេរិកបានបង្ហាញថាមានរឿង scam មានរឿងអីប៉ុន្តែកម្ពុជាសហការដោះស្រាយយ៉ាងគ្រប់ពេលបាទទោះបីជាលទ្ធផលយឺតយ៉ាវយ៉ាងម៉េចអាហ្នឹងយើងមិនដឹងពីភាពស្មុគស្មាញនៃប្រតិបត្តិការយើងមិនអាចនិយាយបានក៏ប៉ុន្តែយ៉ាងណាយ៉ាងណីគឺកម្ពុជាបង្ហាញនូវការសហការអញ្ចឹងដូច្នេះជាសរុបមកវិញខ្ញុំថាការទាញចង់ប្រៀបធៀបសភាពការពីរនេះគឺវាអត់មានលក្ខណៈបាទស៊ីសង្វាក់គ្នាទេទាំងពីអត្តចរិតបុគ្គលមួយជាមេដឹកនាំបកប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយឡាហើយនិងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបាទចាំបានថាពេលខ្លះប្រិមិត្តគាត់ចេះតែមានគេថា inspiration បាទចង់បាននេះបាទនោះអញ្ចឹងទៅតាមសភាពការអានឹងគឺមិនមានអ្វីខុសឆ្គងទេប៉ុន្តែជួនកាលបើដូចសភាពការខ្លាំងពេកគឺដែលខុសទំនងបាទជារឿងមួយដែលផ្ដល់នូវក្តីសង្ឃឹមคล้ายៗក៏មានដែរបាទអញ្ចឹងខ្ញុំជូនជាយោបល់ប៉ុណ្ណឹងណាបាទយើងខ្ញុំឃើញអ្នកខ្លះគាត់រត់តាមសភាពការហ្នឹងខុសទំនងបាទខុសទំនងឃើញរឿងនេះចឹងក៏ភ្ជាប់គ្រប់រឿងអត់ទេខ្ញុំអាចនិយាយដោយថាបើសិនជាយើងចង់ប្រកួតប្រជែងគឺនៅក្នុងប្រទេសស្រាប់ហ្នឹងគឺយើងធ្វើសកម្មភាពណាដើម្បីប្រកួតប្រជែងដោយស្របច្បាប់ទៅបាទអានឹងជារឿងមួយដែលអាចនឹងធ្វើបានធម្មតាយើងធ្វើការនៅក្នុងបរិយាកាសណាយើងដឹងខ្លួនឯងយើងទៅធ្វើខ្លួនយ៉ាងម៉េចទៅតាមសភាពការនឹងរឿងផ្សេងបាទខ្ញុំសូមជូនយោបល់ប៉ុណ្ណឹងទេពីព្រោះឃើញមានអ្នកសួរច្រើនហើយនឹងចង់ឲ្យប្រៀបធៀបស្ថានភាពនឹងខ្ញុំសូមជូនប៉ុណ្ណឹងបាទតាមចំណេះដឹងតិចតួចរបស់ខ្ញុំបាទឥឡូវចូលដល់ព័ត៌មានទី4បាទទី4វិញគឺមានការព្រួយបារម្ភដែរថា
សភាពការនៅវេណេស៊ុយអេឡាហ្នឹងអាចនឹងធ្វើឲ្យបាទបង្វែរការចាប់អារម្មណ៍ចេញផុតពីបញ្ហានៅប្រទេសអ៊ុយក្រែនដូច្នេះហើយបានជាសម្ព័ន្ធមិត្តប្រចាំប្រទេសរបស់អ៊ុយក្រែនគាត់ខិតខំបាទរៀបចំធ្វើយ៉ាងណាឲ្យការចាប់អារម្មណ៍ហ្នឹងគឺនៅតែមានទៅលើបញ្ហាសន្តិភាពរបស់អ៊ុយក្រែនកុំឲ្យរុស្ស៊ីឆ្លៀតឱកាសហ្នឹងគាត់ធ្វើអ្វីធ្ងន់ធ្ងរជាងនឹងបន្ថែមទៀតបាទហើយបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃនេះឲ្យដឹងថាគឺសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនហ្នឹងគឺបានយល់ព្រមគ្នាថានឹងផ្ដល់នៅការធានាសន្តិសុខទៅដល់ប្រទេសអ៊ុយក្រែនដែលនៅលើកនេះបាទនៅក្នុងកិច្ចប្រជុំលើកនេះគឺនឹងរួមមានការបដិញ្ញាចិត្តដែលមានកាតព្វកិច្ចតម្រូវឲ្យអនុវត្តនោះគឺក្នុងការគ្រប់គ្រងប្រទេសអ៊ុយក្រែនក្នុងករណីដែលមានការវាយប្រហារណាមួយផ្សេងទៀតពីប្រទេសរុស្ស៊ីនៅក្នុងពេលអនាគតបាទនេះបើយោងតាមសេចក្តីថ្លែងការណ៍ព្រៀងបើសេចក្តីព្រៀងនៃសេចក្តីថ្លែងការណ៍ដែលរៀបចំនៅមុនពេលកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសប្រទេសបារាំងហើយបើយោងតាមសារព័ត៌មាន Reuters តែបានមើលឃើញសេចក្តីព្រៀងសេចក្តីថ្លែងការណ៍ហ្នឹងគឺក៏បាននិយាយថាការបដិញ្ញាចិត្តរបស់ខាងសម្ព័ន្ធមិត្តប្រចាំប្រទេសហ្នឹងគឺរួមមានការប្រើប្រាស់នៅសមត្ថភាពយោធាការប្រើប្រាស់នៅព័ត៌មានចារកម្មផ្ដល់ឲ្យអ៊ុយក្រែនហើយនឹងក៏ដូចជាការផ្ដល់ការគ្រប់គ្រងខាងអាវុធយុទ្ធភ័ណ្ឌខាងការទូតហើយក៏ដូចជាការធ្វើយ៉ាងណាដាក់ទណ្ឌកម្មបន្ថែមទៀតផងដែរប្រសិនបើមានការចូលឈ្លានពានអ៊ុយក្រែនជាលើកទី2ទៀតបាទនេះបើយោងតាមសេចក្តីព្រៀងណាសេចក្តីព្រៀងនៅឡើយទេមិនទាន់អនុម័តយល់ព្រមនៅឡើយទេហើយក្រុមដែលថាក្រុមដែលមានសុចន្ទៈក្នុងការជួយអ៊ុយក្រែននោះក៏បានបញ្ជាក់ផងដែរថានៅថ្ងៃនេះថ្ងៃអង្គារនេះបាទនៅបិទបញ្ចប់ថ្ងៃអង្គារនេះគឺក៏នឹងមានការប្រជុំដើម្បីសម្រេចយកជាផ្លូវការផងដែរហើយតាមសេចក្តីរាយការណ៍ដឹងថាបេសកជនពិសេសរបស់លោកប្រធានាធិបតី Donald Trump គឺលោក Steve Witkoff ហើយនឹងលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតី Donald Trump ក៏បានអញ្ជើញទៅដល់ទីក្រុងប៉ារីសបាទនៅក្នុងវិមាន Élysée ដើម្បីចូលរួមកិច្ចប្រជុំកំពូលនឹងផងដែរបាទគឺហើយបើតាមគម្រោងគឺមានមេដឹកនាំដែលមកពីប្រទេសចំនួន27នៅក្នុងប្លុកអឺរ៉ុបហ្នឹងដើម្បីចូលរួមក្នុងការផ្ដល់ការធានាសន្តិសុខដល់ប្រទេសអ៊ុយក្រែនបាទហើយគឺកិច្ចប្រជុំនេះគឺគេនឹងធ្វើការសម្រេចបញ្ចប់តែម្ដងអំពីថាប្រទេសណានឹងចូលរួមចំណែកវិភាគទានយ៉ាងណាកម្រិតណាខាងផ្នែកសន្តិសុខនឹងដើម្បីធានាឲ្យប្រទេសអ៊ុយក្រែននឹងមានសុខសន្តិភាពមិនឲ្យមានការចូលឈ្លានពានទៀតក្នុងករណីដែលមានបទជប់បាញ់គ្នាដែលចូលជាធរមានបាទនេះបើយោងតាមសេចក្តីរាយការណ៍នានាក៏ប៉ុន្តែអ្នកការទូតដែលបាននិយាយថាការចាប់អារម្មណ៍បាទគឺទៅលើបញ្ហាការធានាហ្នឹងបាទគឺជារឿងមួយដែលថ្មីក្នុងពេលកន្លងមកគឺនិយាយតែពីការនិយាយផ្ដល់ជំនួយយោធាបាទប៉ុន្តែអត់មានការធានាច្បាស់លាស់អញ្ចឹងដូច្នេះគេគិតថាអាចនឹងមានបាទការពិភាក្សាគ្នាធ្ងន់ធ្ងរផងដែរនៅថ្ងៃនេះអំពីកញ្ចប់ដែលត្រូវធានាទៅដល់ប្រទេសអ៊ុយក្រែននោះតើប្រទេសណានឹងយល់ព្រមបើប្រទេសណានឹងមិនយល់ព្រមឬប្រទេសណាអាចចូលរួមចំណែកបានប៉ុណ្ណាអីប៉ុណ្ណាគឺនឹងមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកផងដែរនៅថ្ងៃអង្គារនេះបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅព្រឹកថ្ងៃអង្គារមកនៅសហរដ្ឋអាមេរិកដែលទៅជាយប់ថ្ងៃអង្គារអញ្ចឹងនៅក្នុងកម្មវិធីល្ងាចនេះបច្ចុប្បន្នភាពអាមេរិកអាចមានអាចមិនមានណាបាទរងចាំមើលបើមានអាចយឺតបន្តិចបាទឬក៏បើជាមិនមានច្រើនជាងណាបើមានខ្ញុំអាចបង្ហោះទៅតាម Facebook ជូនអញ្ចឹងប្រហែលថ្ងៃនេះគឺផ្សាយមិនទៀងទាត់បន្តិចណាចាប់ពីថ្ងៃស្អែកទៅគឺអាចនឹងច្បាស់ចាប់អាឡូបាទអ្នកខ្លះថាបាត់សំឡេងណាបាទចាប់ពីថ្ងៃស្អែកទៅអាចនឹងទៀងទាត់ឡើងវិញណាបងអញ្ចឹងសូមអរគុណមែនតើប្រិយមិត្តដែលតាមដានស្ដាប់ហើយនឹងផ្ដល់តម្លៃទៅដល់ខ្ញុំទោះបីជាយល់ព្រមជាមួយនឹងការចែករំលែករបស់ខ្ញុំឬក៏គំនិតរបស់ខ្ញុំឬក្តីមិនយល់ព្រមក្តីបាទខ្ញុំរីករាយដែលបានចូលមកស្ដាប់បាទសូមអរគុណផងដែរណាបាទអញ្ចឹងបើមានពាក្យពេចន៍អ្វីលើសលួសសូមខន្តីអភ័យទោសផងដែរបាទហើយដូចថ្ងៃម្សិលមិញខ្ញុំក៏បាននិយាយបាទខ្លាំងតិចដែរណាមានអ្នកខ្លះថាអីដូចបងដូចរៀងកាចបាទការពិតទៅនឹងគឺ
បាទមួយឆ្នាំជាងហើយបាទមួយឆ្នាំជាងទៅតែធម្មបាននិយាយប៉ុណ្្នឹងទៅបាទនិយាយដូចមិនសឹងមិញតិចទៅបាទប៉ុន្តែបាទមានរហូតដល់គូសារខ្ញុំថាចេះខឹងដែរតែគាត់ថាពីព្រោះគាត់អូគាត់វាយប្រហារខ្លាំងបាទវាយប្រហារខ្លាំងតែខ្ញុំមិនចង់រំលឹកឡើងវិញទេគឺវាយប្រហារលើសពីខ្ញុំបាទប្រិយមិត្តខ្លះដឹងទម្លាប់របស់ក្រុមហ្នឹងហើយគឺមិនធំតែគាត់វាយប្រហារដល់យើងទេបាទដល់ពូជម្បូរទាំងអស់បាទបាទដោយសារតែរឿងពិតដែលមិនថាមិនយល់ស្របជាមួយគាត់បាទរឿងគាត់ប្រឆាំងការពិតបាទរឿងប្រឆាំងគាត់ពិតគាត់មិនទទួលស្គាល់ការពិតហ្នឹងគាត់ដែលការពិតខុសពីអ្វីដែលគាត់យល់ហ្នឹងគឺហ្នឹងហើយបាទអញ្ចឹងវាអញ្ចឹងណាបាទអញ្ចឹងទោះបីជាយ៉ាងណាក៏ដោយបាទខ្ញុំរីករាយនឹងចែករំលែកជាមួយនឹងប្រិមិត្តនៅគំនិតនិងការសិក្សាខ្លះៗដែលខ្ញុំមានបាទអញ្ចឹងសូមអរគុណបាទសូមជម្រាបលា